ឪពុកម្ដាយតែងតស៊ូអត់ធ្មត់និងពុះពៀសពគ្រប់បែបយ៉ាងទាំងអស់ទាំងក្តៅទាំងល្ងាទាំងស្រួលទាំងលំបាកអីផ្សេងលោកមិនតែងមានការរអ៊ូរទាំឲ្យកូនដឹងឲ្យកូនឮនៅការលំបាករបស់លោកទេលោកចង់ឲ្យតែកូនទាំងឡាយមានការតស៊ូមានការអត់ធ្មត់និងមានកម្លាំងចិត្តនៅក្នុងការធ្វើអ្វីៗផ្សេងដើម្បីអនាគតរបស់កូនគ្រប់រូបកូនជាទីស្រឡាញ់ជីវិតអ្នកណាដែលមិនដែលជួបនៅបញ្ហានោះគឺមិនមានទេគ្រប់ជីវិតតែងមានបញ្ហាជាធម្មតាការស្រឡាញ់ការស្អប់ការគាប់ចិត្តទាស់ចិត្តសុខនិងទុក្ខសុទ្ធតែមាននៅក្នុងជីវិតនេះទាំងអស់កូនតែងគិតថាកូនទុក្ខលំបាកកូនវេទនាណាស់តែមានមនុស្សជាច្រើនដែលមានសេចក្តីទុក្ខលំបាកខ្លាំងជាងកូនទៅទៀតមិនមែនមានតែទុក្ខតែកូនម្នាក់ឯងណារៀនទទួលស្គាល់ការពិតជីវិតកូននឹងបានល្អប្រសើរខ្លះកុំរវល់តែដេកកើតទុក្ខងើបឡើងមកណាកូនយើងធ្វើដំណើរទៅមុខបន្តទៀតកុំព្រោះតែសេចក្តីទុក្ខបន្តិចបន្តួចធ្វើឲ្យកូនឈប់ដើរនោះតើពេលណាកូនដល់គោលដៅតើពេលណាកូនបានសុខធំហើយត្រូវរឹងមាំឡើងកុំអាងយំអាងស្រែកអាងទឹកភ្នែកអាងដេកកើតទុក្ខវាមិនមែនជាដំណោះស្រាយល្អទេណាកូនរឿងទុក្ខរឿងលំបាករឿងវេទនាសពគ្រប់បែបយ៉ាងទាំងអស់នេះឪពុកម្ដាយបានហែលបានជួបឆ្អែតឆ្អន់ណាស់ហើយអ្វីដែលសំខាន់គឺកម្លាំងចិត្តបើកូនគិតថាមិនមានអ្នកណាដែលជាកម្លាំងចិត្តរបស់កូនទេកូនចាំតែម្យ៉ាងថាមានឪពុកមានម្ដាយនឹងហើយដែលជាកម្លាំងចិត្តរបស់កូនថ្ងៃណាមួយកូននឹងយល់